អង្គការ Plan អន្តរជាតិរួមជាមួយក្រសួងកិច្ចការនារីអាជ្ញាធរខេត្តសៀមរាបបានរៀបចំសិក្ខាសាលាស្តីពី Gender ក្នុងចំណោមស្ត្រីក្មេងស្រីនិងយុវវ័យនៅកម្ពុជានិងយុទ្ធនាការដោយសារខ្ញុំជាក្មេងស្រីរួមជាមួយអត្ថន័យថាស្ត្រីនិងក្មេងស្រីរៀនចេះច្រើនចម្រើនគ្រួសារនិងសង្គមជាតិដែលសិក្ខាសាលានេះធ្វើរយៈពេល2ថ្ងៃគឺថ្ងៃទី19 20 ខែកញ្ញាឆ្នាំ2012គឺដោះស្រាយបញ្ហាដែលកើតមាននៅក្នុងចំណោមស្ត្រីនិងក្មេងស្រីហើយម្យ៉ាងទៀតកាលណាយើងបានលទ្ធផលនៃការសិក្សាស្រាវជ្រាវវាជាមូលដ្ឋានសម្រាប់ឲ្យតំណាងក្រសួងមន្ទីរពាក់ព័ន្ធលោកយកលទ្ធផលនៃការសិក្សាស្រាវជ្រាវដើម្បីរៀបចំគោលនយោបាយក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រក្នុងវិស័យរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលបានកើតឡើងរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនិងនារីភេទនិងអនុសញ្ញាស្តីពីសិទ្ធិកុមារដែលទទួលស្គាល់សិទ្ធិកុមារាកុមារីជាសិទ្ធិមនុស្សក្នុងមាត្រា10 11 12នៃអនុសញ្ញាស្តីពីការលុបបំបាត់ការរើសអើងដែលបានចែងថារដ្ឋភាគីយកវិធានការទាំងអស់ដើម្បីលុបបំបាត់និងដើម្បីធានាឲ្យស្ត្រីមានសិទ្ធិស្មើនឹងបុរសក្នុងវិស័យអប់រំវិស័យការងារព្រមទាំងវិស័យនានានិងសិទ្ធិរស់នៅក្នុងសង្គមផងដែរគឺកុមារីក៏ដូចជាស្ត្រីតែងតែមានបញ្ហាច្រើនជាងបុរសឬក៏កុមារាព្រោះថាមានការជួបប្រទះច្រើនដូចជាអំពើហិង្សាការរំលោភបំពានផ្សេងដែលកើតមានឡើងនៅក្នុងសហគមន៍ដែលយើងតែងតែឃើញជាក់ស្ដែងអង្គការ Plan អន្តរជាតិកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ក្នុងគោលការណ៍សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍសហគមន៍ដោយផ្ដោតការយកចិត្តទុកដាក់លើកុមារក្នុងនោះសមភាព Gender ជាចំណុចមួយសំខាន់ដូច្នេះសមភាព Gender ត្រូវបញ្ជ្រាបទៅក្នុងកម្មវិធីប្រចាំប្រទេសពីឆ្នាំ2011ដល់ឆ្នាំ2015មានកម្មវិធីគាំពារនិងអភិវឌ្ឍកុមារតូចលើកកម្ពស់ការអប់រំថ្នាក់បឋមសិក្សាគួរបញ្ជាក់ផងដែរថាសិក្ខាសាលានេះក៏មានការចូលរួមពីអាជ្ញាធរខេត្តគ្រប់ស្ថាប័នដែលពាក់ព័ន្ធព្រមទាំងកុមារាកុមារីផងដែរ